ករណីសម្លាប់យុវតីម្នាក់រួចរំលោភសម្លាប់តាមក្រោយឃាតករត្រូវបានចាប់ខ្លួនហើយអាចប្រឈមមុខជាប់ពន្ធនាគារមួយជីវិតតាមប្រភព SBM News ឈាមសាយស្បែកហៅទីបំផុតឃាតករដែលឆៅដែលសម្លាប់យុវតីវ័យក្មេងម្នាក់ហើយរំលោភសាកសពតាមក្រោយមុនយកទៅកប់ចោលក្រោយផ្ទះស្ថិតនៅក្នុងភូមិអូរស័យឃុំស្វាយភ្លើងឃុំតាំងគោកខេត្តកំពង់ធំកាលពីថ្ងៃទី14ខែវិច្ឆិកាកន្លងទៅពេលនេះត្រូវសមត្ថកិច្ចតាមប្រម៉ាញ់បានហើយយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025បញ្ជាក់ថាក្រោយទទួលបានព័ត៌មានពីករណីឃាតកម្មបណ្ដាលឲ្យយុវតីម្នាក់អាយុ22ឆ្នាំបាត់បង់ជីវិតភ្លាមៗកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌបានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនឃាតករឈ្មោះមនសីហាហៅឥណ្ឌានៅខេត្តបៃលិនហើយត្រូវបានបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញដើម្បីសាកសួរព័ត៌មានបន្ថែមបន្ទាប់ពីសាកសួរនិងធ្វើកំណត់ហេតុរួចជនដែលដល់បានសារភាពថាមុនពេលកាត់ហេតុជនរងគ្រោះបានទារប្រាក់ពីម្ដាយរបស់ខ្លួនតែម្ដាយមិននៅបន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅក្នុងផ្ទះរួចខ្លួនបានធ្វើសកម្មភាពចាប់ផ្ទុកមុខនិងវាយសម្លាប់ហើយក៏បានរំលោភជនរងគ្រោះក្រោយមកក៏បានយកសាកសពទៅកប់តែម្ដងបច្ចុប្បន្នសមត្ថកិច្ចកំពុងបំពេញសំណុំរឿងនិងប្រគល់ឃាតករឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចាប់ការបន្តតាមនីតិវិធីច្បាប់តាមរយៈសំណុំរឿងដែលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបញ្ជូនទៅកាន់ស្ថាប័នអព្យាការនេះជនល្មើសអាចប្រឈមជាប់ពាក់ព័ន្ធនឹងមាត្រាទី205នៃក្រមព្រហ្មទណ្ឌមាត្រានេះចែងថាឃាតកម្មដែលកើតក្នុងពេលឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្មអំពើឃោរឃៅឬអំពើរំលោភសេពសន្តិវៈត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត